សមត្ថកិច្ចរំដោះជនរងគ្រោះ13នាក់ក្នុងនោះស្ត្រីជាអនិច្ចជន5នាក់ដែលខាំងក្នុងហាងការ៉ាអូខេមួយកន្លែងនៅខេត្តកំពង់ធំលោកស្រីឧត្តមសេនីយ៍ត្រីកងគយស្នងការរងនគរបាលខេត្តកំពង់ធំទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងយេនឌ័រនិងសម្របសម្រួលនីតិវិធីសាលាដំបងខេត្តកំពង់ធំកាលពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025បានដឹកនាំកម្លាំងចូលបង្ក្រាបករណីបញ្ជាកម្មហាងការ៉ាអូខេមួយកន្លែងជ្រកក្រោមយីហោម្លប់លៀមស្ថិតក្នុងភូមិដូងឃុំប៉ាលៀងស្រុកបារាយខេត្តកំពង់ធំជាលទ្ធផលនៃកិច្ចប្រតិបត្តិការសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះវីសុខីភេទប្រុសអាយុ43ឆ្នាំមានទីលំនៅភូមិដូងឃុំប៉ាលៀងស្រុកបារាយខេត្តកំពង់ធំដែលជាម្ចាស់ទីតាំងព្រមទាំងរំដោះជនរងគ្រោះបានចំនួន8នាក់ស្រីអនិច្ចជនចំនួន5នាក់ករណីខាងលើនេះសមត្ថកិច្ចជំនាញកំពុងកសាងនីតិវិធីដើម្បីចាត់ការបន្តតាមផ្លូវច្បាប់